សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរនាងខ្ញុំលើកយកសម្លប្រហើរលាយជាមួយបង្គាជូនដល់អ្នកទាំងអស់គ្នាមើលសម្រាប់ធ្វើថ្ងៃនេះនាងខ្ញុំមានបន្លែត្រីសាច់ជ្រូកចិញ្ច្រាំបង្គាប្រហុកទៅតាមរូបភាពដែលនាងខ្ញុំមាននៅលើរូបភាពហ្នឹងអ្នកទាំងអស់គ្នាអាចមើលបានជាដំបូងអ្នកទាំងអស់គ្នាត្រូវដាំទឹកឲ្យពុះបន្ទាប់មកបង់គល់ស្លឹកគ្រៃចាបន្ទាប់ពីបង់គល់ស្លឹកគ្រៃហើយអ្នកទាំងអស់គ្នាបង់ប្រហុកចូលប្រហុកចិញ្ច្រាំបន្ទាប់មកអ្នកទាំងអស់គ្នាដាក់ក្បាលបង្គាចូលដើម្បីយកជាតិចាបន្ទាប់ពីដាក់ក្បាលបង្គាហើយអ្នកទាំងអស់គ្នាដាក់សាច់ជ្រូកចិញ្ច្រាំចូលចាបន្ទាប់ពីរំងាស់សាច់ជ្រូកចិញ្ច្រាំបានបន្តិចអ្នកទាំងអស់គ្នាត្រូវដាក់បន្លែរឹងដូចជាស្នៀតពោតបន្ទាប់ពីស្នៀតពោតអ្នកទាំងអស់គ្នាដាក់ល្ពៅចាបន្ទាប់ពីដាក់ល្ពៅហើយអ្នកទាំងអស់គ្នាអាចបង់ម្សៅស៊ុបបន្តិចដើម្បីយករសជាតិវាឲ្យមានបន្ទាប់ពីដាក់គ្រឿងផ្សំហើយអ្នកទាំងអស់គ្នាឃើញសម្លរបស់អ្នកទាំងអស់គ្នាមានពពុះអ្នកទាំងអស់គ្នាត្រូវយកកូនវែកដួសពពុះនឹងចេញដើម្បីកុំឲ្យខូចសោភ័ណភាពនៃសម្លរបស់យើងជាមួយនឹងពពុះហ្នឹងចាបន្ទាប់មកអ្នកទាំងអស់គ្នាដាក់ទឹកត្រីបន្តិចចាហើយដាក់ស្ករថែមបន្តិចទៅតាមរសជាតិចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នាចាហើយបន្ទាប់មកគឺយើងដាក់ផ្សិតចូលចាបន្ទាប់ពីដាក់ផ្សិតចូលរួចហើយអ្នកទាំងអស់គ្នារងចាំឲ្យវាពុះបន្តិចទើបអ្នកទាំងអស់គ្នាដាក់បង្គាចូលចាដោយសារបង្គាដាក់ស្ងោរតែបន្តិចគឺវាឆាប់ឆ្អិនអញ្ចឹងយើងដាក់ចុងក្រោយគេដែរហើយជាមួយនឹងសាច់ត្រីដែលយើងមានបន្ទាប់មកយើងដាក់បន្លែទុនម្ដងគឺននោងចាបន្ទាប់មកពីននោងពេលដែលននោងនឹងពុះបានបន្តិចគឺយើងដាក់បន្លែខៀវដូចជាស្លឹកបាសហើយនឹងស្អំចាគឺជាបន្លែចុងក្រោយដែលយើងដាក់នៅក្នុងសម្លរបស់យើងពីព្រោះអីបន្លែទាំងអស់នេះយើងមិនអាចរំងាស់ទុកយូរបានទេដោយសារវាអាចរលួយស្លោកអីចឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាត្រូវដាក់ក្រោយគេចាបន្ទាប់មកពេលដែលយើងដាក់បន្លែចុងក្រោយនឹងទៅហើយសម្លរបស់យើងពុះគឺយើងចាប់ផ្ដើមបិទភ្លើងហើយលើកដួសដាក់ចានចាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូមួយនេះជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អ